សំណាងអាយុ51ឆ្នាំគឺជាអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិដ៏សកម្មមួយរូបលោកត្រូវបានតុលាការសាលាដំបងរាជធានីភ្នំពេញតាមរយៈលោកកែវមនីចៅក្រមស៊ើបសួរបានចេញដីកាកោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅចំពោះមុខតុលាការនៅរសៀលម៉ោង 2 ថ្ងៃទី 26 ខែសីហាខាងមុខនេះក្រោមបទចោទប្រកាន់ថាបានចូលរួមធ្វើកុបកម្មប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោសនិងហិង្សាដោយចេតនាដែលប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី 15 ខែកក្កដាឆ្នាំ 2014 លោកអុកពេជ្រសំណាងគឺជាជនជាប់ចោទចុងក្រោយបន្ទាប់ពីលោកមេសវណ្ណរាជាប្រធាននាយកដ្ឋានព័ត៌មានគណៈបក្សសង្គ្រោះជាតិត្រូវបានតុលាការចេញដីកាកោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅក្នុងសំណុំរឿងដូចគ្នានេះបច្ចុប្បន្នមានតំណាងរាស្ត្រចំនួន 8 រូបហើយរួមជាមួយនឹងយុវជន 4 រូបអ្នកគាំទ្រ 1 រូបនិងបេក្ខជនតំណាងរាស្ត្រ 1 រូបរបស់គណៈបក្សសង្គ្រោះជាតិកំពុងត្រូវបានចោទប្រកាន់ដោយតុលាការក្រុងភ្នំពេញនៅក្នុងសំណុំរឿងបាតុកម្មកាលពីថ្ងៃទី 15 ខែកក្កដានៅទីលានប្រជាធិបតេយ្យលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិបានអះអាងកាលពីថ្ងៃទី 14 ខែសីហាថាវិបត្តិនយោបាយនៅកម្ពុជាមិនទាន់ចប់ទេប្រសិនបើតុលាការនៅបន្តចាត់នីតិវិធីប្រឆាំងនឹងសកម្មជនរបស់គណៈបកប្រឆាំងទៀតនោះ